កម្ពុជានិងជប៉ុនចុះហត្ថលេខាលើលិខិតបដូរសារស្តីពីការផ្ដល់អនុទានសម្បទានប្រាក់យេនសម្រាប់គម្រោងអភិវឌ្ឍចំណតផែកុងតឺន័រថ្មីកំពង់ផែស្វយ័តក្រុងព្រះសីហនុកញ្ចប់អនុទានទី2ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី13ខែកក្កដាឆ្នាំ2026នេះបានប្រកាសឲ្យដឹងថានៅថ្ងៃទី13ខែកក្កដាឆ្នាំ2026នេះឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនរដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជានិងឯកឧត្តម Ueno Atsushi ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជាបានចុះហត្ថលេខាលើលិខិតបដូរសារនិងឯកសារពាក់ព័ន្ធស្តីពីការផ្ដល់អនុទានសម្បទានប្រាក់យេនរបស់រដ្ឋាភិបាលជប៉ុនដែលមានទឹកប្រាក់សរុបចំនួន 17,776 លានយេនស្មើនឹងប្រមាណ$119 លានអាមេរិកសម្រាប់អនុវត្តគម្រោងអភិវឌ្ឍចំណតផែកុងតឺន័រថ្មីកំពង់ផែស្វយ័តក្រុងព្រះសីហនុកញ្ចប់អនុទានទី2គម្រោងនេះមានគោលបំណងធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពដោះស្រាយទំនិញកុងតឺន័រនៅកំពង់ផែក្រុងព្រះសីហនុដែលជាកំពង់ផែទឹកជ្រៅអន្តរជាតិតែមួយគត់របស់កម្ពុជាក៏ដូចជាបង្កើនប្រសិទ្ធភាពប្រព័ន្ធភស្តុភារកម្មរបស់កម្ពុជាតាមរយៈការអភិវឌ្ឍចំណតផែកុងតឺន័រថ្មីនិងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនានាក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថាជំនួយហិរញ្ញវត្ថុជាបន្តបន្ទាប់នេះបង្ហាញពីការបដិញ្ញាចិត្តយ៉ាងមុតមាំរបស់ប្រទេសជប៉ុនក្នុងការលើកកម្ពស់វិស័យពាណិជ្ជកម្មនិងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់កម្ពុជាក៏ដូចជាពង្រឹងបន្ថែមទៀតនៅភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជាជប៉ុន